សួស្តីអ្នកនាងសូមស្វាគមន៍មកកាន់វីដេអូទី3របស់យើងដែលក្នុងវីដេអូនេះយើងនឹងរៀនទៅលើការដាក់រូបទៅក្នុង website របស់យើងដាក់វីដេអូនិងសំឡេងហើយនឹងធ្វើការ link ពី page មួយទៅ page មួយឬក៏អាច add ជា website ដទៃចូលទៅក្នុង website របស់យើងដោយការប្រើប្រាស់ link វាទៅអញ្ចឹងយើងនឹងនិយាយឲ្យកាន់តែច្បាស់នៅក្នុងវីដេអូនេះអញ្ចឹងដំបូងខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាជាមួយនឹង tag សម្រាប់ add image tag add image គឺប្រើសម្រាប់បង្ហាញបណ្ដាញទៅក្នុងwebsite របស់យើងអញ្ចឹងណាឧទាហរណ៍យើងអាចទៅមើលនៅ Zendo គេមាន image អញ្ចឹងទៅទៅនេះ take image នេះយើងធ្វើម៉េចដើម្បីដាក់ image នឹងកើតយើងចង់ឃើញយើងអាច click មកមើលរូបគេដាក់នៅក្នុង take អីនេះគេមាន take img អញ្ចឹងយើងចង់ដាក់រូបនឹងដូចគេដែរមិនអញ្ចឹងហីអញ្ចឹងគឺយើងមាន take img នៅក្នុងនេះអញ្ចឹងនេះ take img នេះអញ្ចឹងខ្ញុំសរសេរថាថ្មីអញ្ចឹងយើងបើក take img នេះមកimg ហើយបន្ទាប់មកយើងបិទ take វានេះយើងបិទចាវាដូច take br ដែរវាអត់មានណាបិទបើកដូចនេះទេនេះតែមានបិទបើកដូចនេះទេអញ្ចឹងដើម្បី add រូបបានយើងនៅពេលដែលយើងសរសេរហើយយើងអាចសរសេរជាប់នេះទេយើងត្រូវសរសេរវាថា src ត្រូវអត់តែយើងអត់សរសេរវាជាប់នឹង img អញ្ចឹងទេយើងត្រូវដក clear វាហើយយើងសរសេរ src បានន័យថា source នេះយកមកពីណានេះពាក្យ source នេះតែគេសរសេរថា srca ទៅវិញដាក់សញ្ញាស្មើហើយយើងដាក់ double quote អូខេបន្ទាប់មកយើងនឹងដាក់ link រូបភាពទៅក្នុងនេះយើងនឹងដាក់link រូបភាពហ្នឹងចូលមកខាងក្នុងនេះអូខេអញ្ចឹងខ្ញុំនឹងប្រាប់អ្នកនរគ្នាវាមានពីររបៀបយើងមានអាចយករូបពី website ផ្សេងមកបានឬក៏យកពី Google មកនិងមួយទៀតគឺយើងយករូបចេញពីកុំព្យូទ័រយើងតែម្ដងអូខេអញ្ចឹងរបៀបទី1គឺយើងយកចេញពី website របស់គេឥឡូវយើងចង់បានរូបដូច Zendo ដែរអញ្ចឹងយើងមានអីពិបាកយើងចូលទៅ Zendo មកយើងចង់បានរូបណាឥឡូវយើងចង់បានរូបបណ្ដាគេអត់ទេអត់ជួយស្អែបទេអូខេឥឡូវយើងចង់បានរូបនេះអញ្ចឹងដើម្បីបានរូបនេះយើងធ្វើម៉េចនេះរូបនេះអ្នកនរគ្នាអាច copy link នៅនេះក៏បានឬក៏ចុច inspect នេះមកហើយយើងចុចសញ្ញានេះហើយយើង click លើរូបដែលយើងចង់បាននេះយើង click លើ src នេះមកយើង copy រូបនឹងមកនេះគេប្រើ img ដូចយើងដែរបន្ទាប់មកយើងចូលមក website របស់យើងវិញហើយយើងផាសអា link ដែលយើង copy មិនចូលក្នុងនេះមកយើង save ឃើញរូបនឹងមកអត់តែវារឿង slow ដោយសារតែរូបនឹងយកពី website របស់គេតែរូបនឹងមិនធំអត់ឃើញធំអត់ទោះបី website យើងដាក់តូចហើយវានៅធំដែរឃើញវាធំអត់វាឃើញចឹងអត់អញ្ចឹងយើងអាចដាក់បដោយនៃរូបនិងកម្ពស់នៃរូបបាន width high យើងអាចដាក់ width high ឲ្យវាបាន width ហ្នឹងគឺតកតងទៅនឹងជួរ data វានៅនឹង ax ហើយ high វានៅ ay ax width ay high អញ្ចឹង width ហ្នឹងយើងអាច set បាន pixel ក៏បានដាក់ពី200 px ក៏បានអញ្ចឹង width នេះបដោយវានៅ200 px យើង click F12 មកហើយយើង click ឡើងនេះយើងដាក់ mouse លើមកយើងឃើញនេះ200ឃើញអត់200ខ្ញុំដាក់ mouse មកវាដាច់បាត់ខ្ញុំ click លើនេះឃើញ200អត់200គុណ266ហ្នឹង266ហ្នឹងបានថាជាកម្ពស់ណាអញ្ចឹងដល់ពេលដែលយើងដាក់200 px ទៅបើ website យើងធំមិនក៏វានៅតែ200 px ដែរតែនៅក្នុងករណីមួយទៀតអ្នកនរគ្នាចង់ដាក់ website ហ្នឹងហើយចង់ដាក់រូបហ្នឹងជាភាគរយវិញឥឡូវថាចង់ដាក់ 20% នៃ website អញ្ចឹងបើពេល website អ្នកនរគ្នាធំរូបហ្នឹងវានឹងធំដែរនេះឃើញអត់ website អ្នកនរគ្នាតូចរូបហ្នឹងតូចដែរឃើញអត់ឃើញតូចអត់អូខេអញ្ចឹងអ្នកនរគ្នាអាចពីរបៀបឬក៏អ្នកទាំងអស់គ្នាចង់ set width អ្នកនរគ្នាក៏អាច set high បានដែរយើងអាចដាក់ high 300 px ឃើញអត់អញ្ចឹងវាគិតពីកម្ពស់នេះវិញអូខេឥឡូវយើងចង់ដឹងថាវាដែរអត់បើភាគរយបែបភាគរយដែរអត់នេះយើង set មកឃើញអត់ 300% នៃ website គឺញោធំអូខេឥឡូវ 30% ឃើញអត់ដោយសារតែកម្ពស់ website របស់យើងអញ្ចឹងវាគេនេះលើកម្ពស់ website តែ recommend ឲ្យអ្នកនរគ្នាប្រើ width ព្រោះនៅពេលដែលយើងប្រើ width គឺវាស្រួលនៅក្នុងការសរសេរជាងឥឡូវមកវិធីទៀតគឺយើងធ្វើការដាក់រូបហ្នឹងយកចេញពីកុំព្យូទ័រយើងហ្មងយើងអត់ចឹងទេអញ្ចឹងយើងមាន folder ហ្នឹងយើងគ្រាន់ add folder ថ្មីមួយនៅក្នុងហ្នឹង new folder យើងសម្រាប់ដាក់រូបអញ្ចឹងយើងដាក់ថា image ចុះអូខេគេវាស្គាល់ image អញ្ចឹងដាក់រូប image អញ្ចឹងនៅពេលដែលយើងមាន folder អញ្ចឹងហើយគឺយើងគ្រាន់តែទៅរករូបណាដែលយើងចង់ដាក់មកដល់ហើយយើងមានរូបនេះ
nhưng vô rụp nâng mà đã cho tôi không folder nữa. Ok nhưng rename vì ấy data avatar lấy cho mình nâng chắc nó cóគ្នា ធ្វើការ copy នេះ copy ឈ្មោះនឹងមក control A ហើយ copy ឈ្មោះនឹងមកតោះយើងចុចលើ image នេះហើយយើងធ្វើការផាសនៅលើនេះវិញយក link គេយើងនឹងផាសអាឈ្មោះហ្នឹងនៅនេះវិញតែយើងនឹងផាសរបៀបម៉េចយើងផាសឈ្មោះចូលអត់ឃើញមានរូបអត់មានទេដោយសារតែវានៅក្នុង folder ខុសគ្នានេះពីយើងទៅធ្វើម៉េចយើងត្រូវ link តាំងពី folder នេះចូលទៅខាងក្នុងមកទៅដល់រូបផងអញ្ចឹងដើម្បី link ចូលទៅដល់ក្នុងនឹងបានយើងសេឈ្មោះ image នោះនេះ image ហើយយើងដាក់ slash ចូលទៅដល់ក្នុងរូបនេះយល់អត់ទៅពេល folder អញ្ចឹងយើងដាក់នេះ image យើងសេ image នេះហើយយើងដាក់ slash ហ្នឹងបានន័យថាវានឹងស្មើនឹងទៅយកនេះវាស្អីចាចោះចាវាចោះទៅយកចាយើងមើលចានេះហើយដាក់ slash មួយវាចោះទៅក្នុងនឹងយល់អត់ចឹងអានឹងយើងដាក់ចឹងយើងបានរូបចេញពីfolder របស់យើងអូខេអញ្ចឹងយើងមានពីរបៀបហ្នឹងហើយយើងសាកវិសាឲ្យបានដូចគ្នាឥឡូវយើងចូលមកទៅដល់វីដេអូអញ្ចឹងវីដេអូនេះនៅពេលដែលយើងប្រើប្រាស់វីដេអូយើងមើលរឿងដូចជាងទៅមើល website រឿងមួយមើលបង KE Diamond មួយអញ្ចឹងនេះគាត់មានរឿងគាត់ហ៎ជាមួយយើងអាច play រឿងបានតែខ្ញុំអត់ហ៊ាន play នៅក្នុងនេះទេវាអាចនឹងចូល copyright អញ្ចឹងយើងអាច add បានដូចគ្នាគឺយើងនេះប្រើ tag នេះអញ្ចឹងវាខុសគ្នាពី image ទេនៅក្នុងនេះបើយើងចង់ប្រើគឺយើងត្រូវបើក tag video អូខេយើងប្រើ tag video ចាហើយយើងមាន source នៅក្នុងនឹង source នឹងដូច src យើងប្រើរូបមិញ image ដល់ clear src តែនៅក្នុងវីដេអូគេប្រើខុសគ្នាកញ្ញាគេមាន source ចឹងគេមាន source ចឹងហើយគេមាន src គេនេះទៀតយល់ទេថ្មីយើងនឹងទៅយកវីដេអូដាក់ចូលខាងក្នុងនឹងឥឡូវខ្ញុំបិទ tag នេះមួយនេះតើមកយើងទៅយកវីដេអូឥឡូវខ្ញុំមកវីដេអូខ្ញុំមានវីដេអូមួយនេះវីដេអូថតខុសអូចូលមុននឹងយើងដាក់វីដេអូយើងបង្កើត folder មួយសិនសម្រាប់វីដេអូរបស់យើងវីដេអូចឹងខ្ញុំនឹងទាញវីដេអូខ្ញុំចូលទៅក្នុងហ្នឹងខ្ញុំដាក់ចូលក្នុងវីដេអូអូខេចឹងខ្ញុំ rename វាបន្តិចឲ្យវាមានឈ្មោះស្អាតវីដេអូមួយអញ្ចឹងចុះហើយយើង copy ទាំងអស់ណា copy ដល់នេះណាអូខេតោះមកយើងយកទៅការផាសនៅនេះតែយើងមុននឹងយើងផាសយើងធ្វើម៉េចយើងវីដេអូចាហើយយើងដាក់ slash យល់អត់ហើយយើងដាក់វីដេអូនឹងគ្នានេះក៏ឃើញដែរអញ្ចឹងយើងអាចផាសឈ្មោះវាចូលមកខាងក្នុងនេះក៏បានដែរអញ្ចឹងយើងនឹងឃើញវីដេអូនឹងឥឡូវយើងបើក live server មួយបើកនេះមួយឃើញវីដេអូនេះប៉ុន្តែអ្នកទាំងអស់គ្នាឃើញមិនដែរឃើញមានអានេះទៀតឥឡូវខ្ញុំចាឃើញយើងមានអានេះស្រាប់អត់អញ្ចឹងអានេះគឺ take video ហើយដើម្បីឲ្យមានវីដេអូគឺយើងមិនដាក់ take source នេះដើម្បីមានវីដេអូមិនអញ្ចឹងឃើញអត់ប៉ុន្តែអានេះវានៅនេះអា source នេះវានៅនេះហើយយើងធ្វើមិនទៅហើយអានេះយើងណាកន្លែង play នៅណាអត់មានទេទៅអត់ខ្ញុំបើកធំនៅណាកន្លែង play ចង់ play វីដេអូនៅនេះមែនអត់ទេគឺយើងធ្វើការប្រើអាយ៉ាយើងធ្វើការប្រើ control V1 ខ្ញុំអានេះយើង split សិតថ្មីនេះគឺយើងនេះឃើញគេមានដាក់ control នឹងអត់យើងប្រើតែ control នឹងមកយើងផាសវិញយើងឃើញមានរឿងអីកាត់ឡើងដាក់ control ផ្លឹបមានរឿងអីកាត់ឡើងអត់ទាន់មានទេអត់នេះយើងដាក់ control ទេតាហើយមិនធ្វើអីចឹងគឺយើងត្រូវការ set width ឲ្យវាហងវាមាន width មានអីឲ្យវាផងអញ្ចឹងវាឃើញប៉ុណ្្នឹងហើយប៉ុន្តែក៏នៅអត់ចូលហ្នឹងហើយយើងធ្វើម៉េចចូលហើយនេះអាខ្ញុំវាមាននេះអញ្ចឹងអត់ហើយវាអត់មាន control ទេវាអត់មានចុចអីកើតយល់អត់ខ្ញុំបែបនេះមកជាប់នេះយើងចុចវាអត់កើតយើងអត់មានកន្លែង play ទេត្រូវអត់មិនអញ្ចឹងទេអញ្ចឹងយើងត្រូវតែការដាក់ control យើងមាន take control TROLS នេះដើម្បីយើងមានអានេះយើងមានឃើញមានអីនេះអត់វា control យើងធ្លាប់លេងហ្គេមយើងដឹងអញ្ចឹងយើង play បានដែរឃើញអត់ចឹងយើងត្រូវការ control ដល់ពេលដែលយើងអត់មាន control មើលអត់ធំមកហើយដល់ពេលដែលយើងអត់មាន width
ឃើញអត់ហើយអត់មានកន្លែង play ទៀតអញ្ចឹងយើងត្រូវការដាក់ width ហើយនឹង control ដើម្បីឲ្យវាមើលមកមុំហើយ width យើងអត់ចង់បានប៉ុណ្ណឹងយើងចង់ដាក់ប៉ុណ្ណាក៏បានដែរដាក់4000ធំខ្លាំងណាស់ហើយដាក់20ក៏វាត្រូវ20វាទួយ200នេះចុះអូខេអញ្ចឹងគឺយើងត្រូវការដាក់ control ដូចគ្នាឥឡូវមកមើល take នេះដូចគ្នា take audio មួយទៀតឥឡូវខ្ញុំបិទអានេះឲ្យវាស្អាតតិចអូខេយើងមកមើល take audio របស់យើងtake audio របស់យើង add audio ដូចគ្នា audio control control យើងចង់ដឹងថាយើងឲ្យសេទៅយើងអត់ដាក់ហ្នឹងទៅវានឹងមាន react ឡើងយើងមាន source ដូចគ្នាហើយ src ដូចគ្នាទៀតហើយស្មើមកអូខេយ៉ាចេញឲ្យផុតមួយអូខេអញ្ចឹងយើងត្រូវការដាក់ audio យើងចូលអញ្ចឹងខ្ញុំ add folder មួយទៀតដាក់ថា audio អូខេតែមកខ្ញុំទៅយក audio ខ្ញុំមកខ្ញុំមាននៅក្នុងនេះខ្ញុំចូលមកនេះហើយខ្ញុំយក audio ខ្ញុំហុកមួយនេះខ្ញុំយកមកដាក់នៅក្នុង audio folder អញ្ចឹងយើងមកនឹងឃើញ audio អញ្ចឹងយើងធ្វើការសរសេរមកយើង save folder មុន audio ហើយយើងដាក់នេះស្រះនេះយើងឃើញវាមកនេះអញ្ចឹងយើងដាក់ឈ្មោះ audio នឹងមកអញ្ចឹងយើងឃើញមានអីអត់នេះជើងចាប់អារម្មណ៍មើលឃើញអីអត់អត់ឃើញអីទេត្រូវអត់អញ្ចឹងមកនេះខ្វះ key វាមួយទៀតគឺ control នេះខ្វះអា key control ហ្នឹងដល់ពេលយើងដាក់ key control ឃើញមកអត់អញ្ចឹងយើង play បាននេះហើយយើងមើលយើងអាចបន្ថយសលេងបិទសលេងបានបិទសលេងបានពេលបន្ថយអីតាមនឹងបានយើងអាចដល់តទៅនឹង speed បានទៅមកដើម្បីបញ្ជាក់ប្រាប់ទៅ browser ថាវា tab អីគេយកកន្លែងហ្នឹងអត់គឺយើងអាចបញ្ជាក់ tab គេមួយទៀតមកដើម្បីឲ្យដឹងថាអាហ្នឹងវាជា tab អីដែលវីដេអូហ្នឹងយើងក៏អាចបញ្ជាក់ tab ទៅគេបានដូចវីដេអូ MP4 អញ្ចឹងយើងក៏បញ្ជាក់ tab ឲ្យគេផងអញ្ចឹង complete key control តោះយើងចូលទៅកាន់ link ឥឡូវយើងបើក open live server មួយអូខេយើងមានឧទាហរណ៍មួយនេះសម្រាប់ link ហ្នឹងឲ្យគេប្រើទៅអីនេះយើងបើកយ៉ាង take link គឺវាមាននេះដោយសារតែវាត្រូវការ caption អញ្ចឹងយើងមកដឹងសិនថា link ហ្នឹងយើងធ្វើអីអញ្ចឹង take link យើងប្រើសម្រាប់ navigate ទៅ page នៃ website របស់យើងបន្ទាប់ឬក៏ navigate ទៅ website ផ្សេងៗអ្នកទាំងអស់គ្នាសង្កេតមើល website ដូច Zendo យើងចូលមក Zendo យើងសង្កេតមើលគេមិនមែនទៅសេតែមួយ page ណាត្រូវអត់នេះគេមាន menu គេនៅនេះយើង click man ហើយយើងរកមើលឥឡូវយើងមើល lifestyle ឃើញវា switch page អត់វាលេងនៅក្នុងអា page ដើមវាហើយពេលយើង click Zendo នេះវិញវារត់មកវិញឃើញយើងមាន slash នេះ ending យើង click boy យើង click your search នេះឃើញ dot boy search អញ្ចឹងមកថា website គេអត់ដែលសេតែមក page ចប់ទេត្រូវអត់ទោះបើមិនត្រូវថាតែជឿខ្ញុំដែរអូខេអញ្ចឹងយើងធ្វើម៉េចគឺយើងធ្វើការមាន tag មួយគឺ tag អក្សរ A ហ្នឹងបន្ទាប់មកនៅក្នុង tag អក្សរ A ហ្នឹងគឺយើងអត់ប្រើ src អញ្ចឹងទេណាយើងប្រើថា h ហើយ ref ហើយមានបបខ្ពស់មានដូចគ្នាហើយ link នេះគឺយើងចង់ navigate គេទៅណាចង់នាំគេទៅណាដល់ពេលគេ click លើអាមួយហ្នឹងអូខេឥឡូវយើងមាន Zendo នេះចង់នាំមក website Zendo thìយើងផាស link នឹងមកយើង redirect តានេះប៉ុន្តែយើងមានឃើញអីអត់មានឃើញអីទេឃើញអត់ចុចអីក៏អត់កើតដែរគឺវាត្រូវការសរសេរនៅនេះបញ្ជាក់ប្រាប់គេឥឡូវយើងថា go to Zendo នេះយើងមានប្រាប់គេថាទៅ Zendo យើង click ទៅ Zendo នេះឃើញមក Zendo អត់មាន Zendo នៅក្នុងហ្នឹងយើង back មកវិញមកនេះអញ្ចឹងអាអក្សរហ្នឹងគឺយើងប្រាប់គេថាដល់ពេលគេ click ទៅហ្នឹងគេនឹងទៅណាគេទៅកាន់កន្លែងណាយើងអាចដាក់ website ផ្សេងបានយើងដាក់ទៅឥឡូវខ្ញុំដាក់ថា Google Google đây là miếng này you យើង new នេះយើង copy នេះមកយើងមក website យើងវិញហើយយើងកែនេះយើងដាក់ link new នឹងវិញហើយយើង click ផ្លឹបតែមក new អក្សរដាក់ថាទៅ Zendo ហើយដល់ពេល click ទៅ new អញ្ចឹងកន្លែងហ្នឹងគឺគេចង់ឲ្យអ្នកទាំងអស់គ្នាដាក់ title នេះថាទៅណានេះឲ្យច្បាស់អូខេ
gọi new chẳng vì tên nhiều vậy ok chẳng là cái này nó viên chẳng chẳng mới tiệt dương mình trong tại ai thưa phần nó bán tay mình đó mấy bằng anh tha bằng anh thưa page ra tại bằng anh trong link page anh cho khnia chẳng nhỉ nếu đấy khnia là lấy miếng thay cái này email chẳng dừng chẹp ra cái giá nhưng bây giờ ra cái email nhưng khai sao mà bây giờ đặt bây giờ click tới về tên này về refresh page tới về tên này chứ những đặt email nhỉ chứ nó như sẽ mơ tha viết nơi khăn folder đôi khnia ní folder ep thì cho khi mình chọn bài tên là ep nâng màu tỉ để ở như sẽ mua page nâng màu mỏng màu lấy trong ai tới image chứ như sẽ image nè dot đấy nè những đạm máu nè dot html cell máu hay là như sao mà click lên nè ta về từ page image ở click màu khi màu ấy ở đó nếu như trong phơi tiệt trong nó không image ní nó như trong link tên này tiệt ai cái tên này bàn chính ai cái tên page này khác ai đây tập page link với điệp máu hay đã link page link như nâng máu nè giờ đây kia đấy dot html chẳng dừng nhận bên link nè chứ như link nè là màu page đam bình ok trong đã tay khang video lấy riêng đã là video hay riêng sẽ này nhé video html hay riêng click nữa hoặc là ở đó này khởi nhất chẳng cứ ca teller take nó cứ navigate về tên này chẳng video nhóm miền đài và nãy nó không merian mình nhé chẳng như đừng chụp khnia nơi merian phải tọp nè chụp chọc ấy chẳng như đừng thực cả từ riêng css tọp mất Tailwind hay nâng JavaScript ở nâng framework và tọp là nhóm ban đã roadmap nó không thể thọc rồi hạt chắc video này mình đã bằng tết ở con nhật ở nhé để bàn showroom mơ video này từng ở